សួស្តីស្វាគមន៍មកកាន់ Channel រៀនអាន English ជា Channel បង្រៀនភាសាអង់គ្លេសថ្ងៃនេះគឺយើងមករៀនបកប្រែប្រយោគទៅជាភាសាខ្មែរប្រយោគអង់គ្លេសទៅជាភាសាខ្មែរនៅក្នុងប្រយោគខ្លះយើងមិនអាចបកប្រែទៅតាមពាក្យបានទេបើយើងបកប្រែទៅតាមពាក្យមួយដាច់ពីគ្នាវាមានអត្ថន័យផ្សេងប៉ុន្តែបើយើងយកវាមកធ្វើជាប្រយោគពាក្យនោះវាមានអត្ថន័យផ្សេងដូចជាពាក្យ I ខ្ញុំ will និង find រកឲ្យខាងក្រោយ the answer ចម្លើយយើងបកប្រែថា I will find ខ្ញុំនឹងរកក្រៅនៅចម្លើយបកប្រែបែបនេះគឺមិនត្រឹមត្រូវទេ I will find out the answer គឺយើងប្រែថាខ្ញុំនឹងស្វែងរកចម្លើយ He work out every day He work out every day បើយើងបកប្រែទៅតាមពាក្យ work ធ្វើការ out ខាងក្រៅ every day រាល់ថ្ងៃគាត់ធ្វើការខាងក្រៅរាល់ថ្ងៃពាក្យនេះក៏មិនត្រឹមត្រូវដែរបកប្រែបែបត្រូវគឺគាត់ធ្វើការហាត់ប្រាណរាល់ថ្ងៃគាត់ហាត់ប្រាណរៀងរាល់ថ្ងៃ He work out every day Take care of yourself ថែរក្សាខ្លួន Take care of yourself ពាក្យ take យើងប្រែថាយក care យើងប្រែថាខ្វល់ of នៃ self ខ្លួនឯងចឹងយើងបកប្រែទៅតាមពាក្យយកខ្វល់នៃខ្លួនឯងមិនត្រឹមត្រូវប្រយោគដែលត្រឹមត្រូវបកប្រែតែត្រឹមត្រូវគឺយើងប្រែថាថែរក្សាខ្លួនឯង Take care of yourself ថែរក្សាខ្លួនឯងWe ran out of milk. We ran out of milk. ពាក្យ we យើងត្រូវ run រត់ out ក្រៅ of នៃ milk ដោះគោ We ran out of milk បកប្រែថាខ្ញុំពួកយើងអស់ដោះគោហើយ So I bought some ដូច្នេះខ្ញុំទិញខ្លះ We set up the tent in the campsite យើងផ្ដាំក្នុងទីCheer up everything will be okay កុំបោះបង់អ្វីៗគ្រប់យ៉ាងនឹងប្រសើរឡើង Please turn on the light ពាក្យ turn on ប្រែថាបើកពាក្យពីកុំចូលគ្នា turn on បើក Please turn on the light សូមបើកភ្លើងPlease turn off ពាក្យ turn off ប្រែថាបិទ Please turn off ប្រែថាសូមបិទភ្លើងផង Don't give up ប្រែថាបោះបង់ Don't give up you can do it កុំបោះបង់អ្នកអាចធ្វើវាបាន He will come back គាត់នឹងត្រឡប់មក home soon ផ្ទះឆាប់នេះ I got out with my friend in the evening I go out with my friend in the evening ខ្ញុំទៅលេងខាងក្រៅជាមួយនឹងមិត្តរបស់ខ្ញុំនៅល្ងាចនេះ Please come in and sit down សូមចូលមកក្នុងហើយអង្គុយចុះ